ការហៀទឹកមាត់នៅពេលដែលអ្នកគេងកើតឡើងនៅពេលដែលទឹកមាត់ចេញពីមាត់របស់អ្នកហើយភាគច្រើនមិនបង្កគ្រោះថ្នាក់អ្វីឡើយប៉ុន្តែប្រសិនបើវាកើតឡើងញឹកញាប់វាអាចជាសញ្ញានៃបញ្ហាមូលដ្ឋាននេះគឺជាមូលហេតុទូទៅចំនួន5ដែលអ្នកតែងតែគេងហៀទឹកមាត់ទី1គឺការគេងមិនដកដង្ហើមការស្ទះផ្លូវដង្ហើមអាចប៉ះពាល់ដល់សាច់ដុំបំពង់កដែលអនុញ្ញាតឲ្យទឹកមាត់ហៀចេញទី2ការចាល់អាស៊ីតឬ GERD អាស៊ីតក្រពះអាចបង្កឲ្យមានការផលិតទឹកមាត់បន្ថែមជួនកាលធ្វើឲ្យស្រក់ទឹកមាត់ពេលយប់ទី3គឺអាឡែហ្ស៊ីឬការកកស្ទះប្រហោងផ្លូវដង្ហើមការស្ទះច្រមុះបង្ខំឲ្យយើងត្រូវដកដង្ហើមតាមមាត់ដែលបង្កើនការស្រក់ទឹកមាត់ទី4ជំងឺ Parkinson ការផ្លាស់ប្ដូរសរសៃប្រសាទដំបូងអាចធ្វើឲ្យសាច់ដុំដែលប្រើសម្រាប់លេបចុះខ្សោយហើយចុងក្រោយបញ្ហាសរសៃប្រសាទដូចជាជំងឺ stroke ខ្នាតតូចឬលក្ខខណ្ឌផ្សេងទៀតក៏អាចប៉ះពាល់ដល់ការគ្រប់គ្រងសាច់ដុំនិងការគ្រប់គ្រងទឹកមាត់ផងដែរសូមចងចាំថាការគេងហៀទឹកមាត់ម្ដងម្កាលគឺជារឿងធម្មតាជាពិសេសប្រសិនបើអ្នកគេងបែរមុខចំហៀងឬមានច្រមុះស្ទះប៉ុន្តែការគេងហៀទឹកមាត់ជាប់រហូតអាចតម្រូវឲ្យពិនិត្យជាមួយគ្រូពេទ្យជាពិសេសប្រសិនបើវាមកជាមួយនឹងរោគសញ្ញាផ្សេងទៀតការកែសម្រួលសាមញ្ញដូចជាទីតាំងគេងការព្យាបាលអាឡែហ្ស៊ីឬការគ្រប់គ្រងការចាល់អាស៊ីតជារឿយៗអាចជួយបានដូច្នេះកុំភ័យប្រសិនបើវាកើតឡើងម្ដងប៉ុន្តែត្រូវយកចិត្តទុកដាក់ប្រសិនបើវាคล้ายជាទម្លាប់នៅពេលយប់វាអាចគ្រាន់តែរាងកាយរបស់អ្នកប្រាប់ឲ្យអ្នកមើលថែសុខភាពរបស់អ្នកឲ្យបានជិតដិតបន្តិច Angel ទឹករុក្ខជាតិធម្មជាតិជួយឲ្យសុខភាពរឹងមាំជួយសម្រួលដល់អ្នកកំពុងក្អករ៉ាំរ៉ៃផ្ដាសាយញឹកញាប់អាឡែហ្ស៊ីច្រមុះហឺតរលាកសួតនិងកេងស្រមុកជាដើមមានទឹករុក្ខជាតិ Angel លីហើយបំពង់ករអាក់រអួល